នាយករដ្ឋមន្ត្រីថៃមានការប្រតិកម្មខ្លាំងជុំវិញការចោទប្រកាន់ការបាញ់កំភ្លើងត្បាល់ចូលទៅក្នុងទឹកដីថៃនៅថ្ងៃទី6 ខែមករាឆ្នាំ 2026 លោកអនុទានបានធ្វើសេចក្តីថ្លែងការណ៍បន្ទាន់មួយជុំវិញហេតុការណ៍បាញ់កំភ្លើងត្បាល់ពីភាគីកម្ពុជាចូលមកកាន់តំបន់ភ្នំ469 មុំ3ជាប់ច្រកចុងបុកព្រំដែនខេត្តឧបលរដ្ឋឆាធានីដែលបណ្ដាលឲ្យទាហានថៃម្នាក់រងរបួសកាលពីព្រឹកមិញនេះលោកនាយករដ្ឋមន្ត្រីថៃបានបង្ហាប់ថាតាមរយៈការជជែកគ្នារវាងមេបញ្ជាការកម្ពុជានិងមេបញ្ជាការថៃហេតុការណ៍នេះគឺជាឧបទ្ទវហេតុទោះជាយ៉ាងណាក៏ដោយលោកអនុទានបានសង្កត់ធ្ងន់ថាថៃនៅតែទាមទារការបកស្រាយផ្លូវការនិងការទទួលខុសត្រូវចំពោះគ្រាប់កាំភ្លើងដែលធ្លាក់ចូលក្នុងទឹកដីថៃលោកស៊ីហាស័កភួងកេតកែវរដ្ឋមន្ត្រីការបរទេសថៃបានផ្ញើលិខិតផ្លូវការទៅកាន់រដ្ឋមន្ត្រីការបរទេសកម្ពុជាភ្លាមៗដើម្បីតវ៉ាចំពោះការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់និងទាមទារឲ្យមានការបំភ្លឺតាមផ្លូវការទូតរដ្ឋាភិបាលថៃបានបញ្ជាក់ថាកងទ័ពបានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការឆ្លើយតបនិងប្រើប្រាស់វិធានការនៃការប៉ះទង្គិច Rule of Engagement ប្រសិនបើចាំបាច់លោកបានបញ្ជាក់ថាថៃធ្វើតាមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងប៉ុន្តែបើដល់ចំណុចដែលត្រូវឆ្លើយតបថៃនឹងធ្វើភ្លាមៗអញ្ចឹងបងប្អូននេះបើយោងតាមសារព័ត៌មាន Top News របស់ថៃយ៉ាងណាមិញបងប្អូនបើសិនជាមានព័ត៌មានបន្ថែមលម្អិតខ្ញុំនឹងធ្វើការផ្សព្វផ្សាយជូនបងប្អូនតាមដានទស្សនាជាបន្តបន្ទាប់អរគុណបងប្អូនជម្រាបលា